អ្វីទៅជាច្បាប់ច្បាប់គឺជាប្រព័ន្ធនៃវិធាននិងបទបញ្ជាក់ដែលបង្កើតឡើងដោយរដ្ឋឬអាជ្ញាធរសាធារណៈដើម្បីគ្រប់គ្រងសកម្មភាពនិងទំនាក់ទំនងរបស់មនុស្សនៅក្នុងសង្គមវិធានទាំងនេះមានលក្ខណៈទូទៅនិងត្រូវតែគោរពប្រតិបត្តិតាមដោយសមាជិកទាំងអស់នៃសង្គមដើម្បីធានាបាននូវសណ្ដាប់ធ្នាប់សន្តិសុខនិងយុត្តិធម៌គោលបំណងនិងសារៈសំខាន់នៃច្បាប់ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងនិងអភិវឌ្ឍសង្គមមួយប្រកបដោយស្ថិរភាពនិងភាពសុខដុមគោលបំណងចម្បងរបស់ច្បាប់រួមមានការរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈច្បាប់ជួយទប់ស្កាត់និងដោះស្រាយនៅអំពើដែលបង្កឲ្យមានភាពវឹកវរក្នុងសង្គមដូចជាបទល្មើសផ្សេងៗតាមរយៈការកំណត់នៅអ្វីដែលត្រូវធ្វើនិងអ្វីដែលមិនត្រូវធ្វើព្រមទាំងទណ្ឌកម្មសម្រាប់ผู้ដែលបំពានការការពារសិទ្ធិនិងសេរីភាពរបស់បុគ្គលរដ្ឋធម្មនុញ្ញនិងច្បាប់នានាបានចែងនឹងការពារសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋដូចជាសិទ្ធិរស់រានមានជីវិតសិទ្ធិក្នុងការបញ្ចេញមតិសិទ្ធិក្នុងការមានទ្រព្យសម្បត្តិនិងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ការដោះស្រាយវិវាទច្បាប់បានបង្កើតនូវយន្តការនិងនីតិវិធីសម្រាប់ដោះស្រាយទំនាស់ដែលកើតមានឡើងរវាងបុគ្គលនិងបុគ្គលឬរវាងបុគ្គលនិងរដ្ឋប្រកបដោយសន្តិភាពនិងយុត្តិធម៌ការលើកកម្ពស់យុត្តិធម៌សង្គមច្បាប់ជួយធានាឲ្យមានសមាភិបចំពោះច្បាប់និងចែកចាយធនធានព្រមទាំងឱកាសផ្សេងៗក្នុងសង្គមប្រកបដោយសមធម៌ការបង្ហាញឆន្ទៈរបស់រាស្ត្រនៅក្នុងរដ្ឋប្រជាធិបតេយ្យច្បាប់ត្រូវបានបង្កើតឡើងតាមរយៈតំណាងដែលប្រជាពលរដ្ឋបានជ្រើសតាំងដែលឆ្លុះបញ្ចាំងពីឆន្ទៈរួមរបស់ប្រជាជាតិទាំងមូលប្រភេទនៃច្បាប់នៅកម្ពុជានៅក្នុងប្រព័ន្ធច្បាប់នៃព្រះរាជាណាចក្រកម្ពុជាច្បាប់ត្រូវបានបែងចែកជាពីរផ្នែកធំៗគឺច្បាប់សាធារណៈនិងច្បាប់ឯកជន1ច្បាប់សាធារណៈឬ Public Law ច្បាប់សាធារណៈគឺសំដៅលើវិធានដែលគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋឬស្ថាប័នសាធារណៈជាមួយប្រជាពលរដ្ឋនិងការរៀបចំព្រមទាំងដំណើរការរបស់ស្ថាប័នរដ្ឋប្រភេទច្បាប់ដែលស្ថិតក្នុងក្រុមនេះរួមមានច្បាប់រដ្ឋធម្មនុញ្ញគឺច្បាប់កំពូលរបស់ជាតិដែលកំណត់អំពីទម្រង់រដ្ឋការបែងចែកអំណាចរវាងស្ថាប័ននីតិបញ្ញត្តិនីតិប្រតិបត្តិនិងតុលាការព្រមទាំងកំណត់នូវសិទ្ធិនិងកាតព្វកិច្ចជាមូលដ្ឋានរបស់ប្រជាពលរដ្ឋច្បាប់ព្រហ្មទណ្ឌជាច្បាប់ដែលកំណត់អំពីបទល្មើសឬអំពើដែលច្បាប់ហាមឃាត់និងត្រូវផ្ទន់ទោសសម្រាប់អ្នកធ្វើដំពានឬក្រថាំខុសច្បាប់ដើម្បីរក្សាសណ្ដាប់ធ្នាប់សង្គមឧទាហរណ៍បទល្មើសឃាតកម្មលួចប្លន់ជាដើមច្បាប់រដ្ឋបាលគឺជាច្បាប់ដែលគ្រប់គ្រងការរៀបចំនិងដំណើរការរបស់ស្ថាប័នរដ្ឋបាលសាធារណៈព្រមទាំងទំនាក់ទំនងរវាងស្ថាប័នរដ្ឋបាលនិងប្រជាពលរដ្ឋច្បាប់សារពើពន្ធជាច្បាប់ដែលកំណត់អំពីការយកពន្ធដារនិងចំណាយចំណូលរបស់រដ្ឋ2ច្បាប់ឯកជនឬ Private Law ច្បាប់ឯកជនគឺសំដៅលើវិធានដែលគ្រប់គ្រងទំនាក់ទំនងរវាងឯកជននិងឯកជនដូចគ្នាប្រភេទច្បាប់សំខាន់ៗក្នុងក្រុមនេះមានច្បាប់រដ្ឋាភិបាលជាច្បាប់ដែលគ្រប់គ្រងទំនាក់ទំនងទូទៅរវាងឯកជនដូចជាកិច្ចសន្យាការខ្ចីប្រាក់ការទិញលក់គ្រួសារអាពាហ៍ពិពាហ៍លែងលះកម្មសិទ្ធិលើទ្រព្យសម្បត្តិនិងសន្តិកម្មមានន័យថាមរតកគោលដៅចម្បងគឺដោះស្រាយវិវាទនិងផ្ដោតសំណងការខូចខាតច្បាប់ពាណិជ្ជកម្មគឺជាច្បាប់ដែលគ្រប់គ្រងសកម្មភាពរបស់ពាណិជ្ជករក្រុមហ៊ុននិងប្រតិបត្តិការពាណិជ្ជកម្មផ្សេងៗច្បាប់ការងារគឺជាច្បាប់ដែលគ្រប់គ្រងទំនាក់ទំនងរវាងនិយោជកឬម្ចាស់ក្រុមហ៊ុនឬសហគ្រាសនិងនិយោជិតឬកម្មករដែលរួមមាននៅលក្ខខណ្ឌការងារប្រាក់ឈ្នួលនិងសុវត្ថិភាពការងារសរុបមកច្បាប់គឺជាឧបករណ៍ដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់គ្រប់គ្រងសង្គមមនុស្សឲ្យមានរបៀបរៀបចំស្ថិរភាពនិងការអភិវឌ្ឍប្រកបដោយចីរដ្ឋានការយល់ដឹងនិងការគោរពច្បាប់គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបដើម្បីរួមចំណែកកសាងនីតិរដ្ឋដ៏មួយរឹងមាំ